នេះគឺជាវីដេអូសម្រាប់អ្នកសិក្សាភាសាអង់គ្លេសនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកពាក្យចំនួន10ដែលទាក់ទងទៅនឹងភេសជ្ជៈឬគ្រឿងផឹកជាភាសាអង់គ្លេសគឺ beverages ពាក្យទី1នេះមានពីរព្យាង្គដែលយើងអានថា water ដែលមានន័យជាភាសាខ្មែរថាទឹកពាក្យទី2នេះមានមួយព្យាង្គដែលយើងអានថា milk ដែលមានន័យជាភាសាខ្មែរថាទឹកដោះគោពាក្យទី3នេះមានពីរព្យាង្គដែលយើងអានថា coffee ដែលមានន័យជាភាសាខ្មែរថាកាហ្វេពាក្យទី4នេះមានមួយព្យាង្គដែលយើងអានថា tea ដែលមានន័យជាភាសាខ្មែរថាទឹកតែពាក្យទី5នេះមានមួយព្យាង្គដែលយើងអានថា juice ដែលមានន័យជាភាសាខ្មែរថាទឹកផ្លែឈើពាក្យទី6នេះមាន3ព្យាង្គដែលយើងអានថា apple juice ដែលមានន័យជាភាសាខ្មែរថាទឹកផ្លែប៉ោមសូមកែតម្រូវអក្សរងបដូរទៅជាអក្សរមពាក្យទី7នេះមាន3ព្យាង្គដែលយើងអានថា orange juice ដែលមានន័យជាភាសាខ្មែរថាទឹកផ្លែក្រូចពាក្យទី8នេះមាន3ព្យាង្គដែលយើងអានថា mango juice ដែលមានន័យជាភាសាខ្មែរថាទឹកផ្លែស្វាយពាក្យទី9នេះមានមួយព្យាង្គដែលយើងអានថា beer ដែលមានន័យជាភាសាខ្មែរថាស្រាបៀរពាក្យទី10ចុងក្រោយនេះមានមួយព្យាង្គដែលយើងអានថា wine ដែលមានន័យជាភាសាខ្មែរថាស្រាជួបគ្នានៅក្នុងវីដេអូបន្ទាប់